បាទថ្ងៃនេះបងប្អូនមាន iPhone XS Max មួយគ្រឿងបាត់ខូចអេក្រង់គាត់ពេលខ្លះចេញអញ្ចឹងពេលខ្លះអត់បាទចេញផ្ទាំងសអញ្ចឹងមានតែវិធីដូរអេក្រង់ថ្មីក្រង់ថ្មីយកមកកັບស្នាប់ទៅពីមុនក៏បានស្នាប់ធំក៏បានទីហ្នឹងអត់ប្រកាន់មុនក្រោយទេតែគាត់យើងប្រកាន់ថ្មចាំគប់ក្រោយគេបំផុតចេញគប់តមហើយរងចាំមកចូលកម្មវិធីតេស្តមើលក៏ស្រួលគេអាចចាប់អូបលើលើបានសម្រាប់ការហត់តេស្តមើលហើយឃើញថាអេក្រង់ដើរស្រួលអត់មានបញ្ហាអីទេបាទចាំបន្ទាប់ពីនេះយើងអាចយក opener ពីអេក្រង់ចាស់យកមកដាក់វិញគ្រឿងដែលយើងត្រូវយកពីក្រងចាស់មកមានតែ opener មួយគត់ដែលវាជាប់ជាមួយនឹង sensor scan មុខយកតែម្ដុំប៉ុណ្ណេះមកយកមកដាក់ភ្ជាប់នៅលើក្រងថ្មីហើយដាក់ snap ទៅវិញជាការស្រេច